បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបណ្ដាលគុណខ្មែរជំនួបរវាងលនបញ្ញាជាមួយនឹងមូអាឌូរ៉ាម៉ាន់គឺជាជំនួបដណ្ដើមខ្សែក្រវ៉ាត់ដ៏ថ្មីមួយដែលជាខ្សែក្រវ៉ាត់ Dragon នេះបើតាមការបញ្ជាក់ដោយលនបញ្ញាផ្ទាល់បងប្អូនបាទប៉ុន្តែមិនទាន់ដឹងថាប្រកួតនៅថ្ងៃណាទេបងប្អូនបាទគ្រាន់តែដឹងថាជាជំនួបដណ្ដើមខ្សែក្រវ៉ាត់បាទនេះគឺជាការលើកឡើងរបស់លនបញ្ញាដោយផ្ទាល់តែម្ដងបន្ទាប់ពីកីឡាករម៉ូអាប់ដូរ៉ាមែនការចូលជួបសម្បត្តិលនបញ្ញាឥឡូវនេះមានរឿងថ្មីត្រូវតាមដានទៅបងប្អូនយើងគឺបងប្រុសម៉ូនីដែលជាអ្នកផ្គប់ផ្គងបណ្ដានៅស្ថានីយ៍ទូរទស្សន៍ជាតិតតកសវៀនគ្រុតខ្មែរបាទបានចូលចែកទៅហើយគឺចង់ចែកទៅសម្បត្តិពួតជាមួយនឹងម៉ូអាប់ដូរ៉ាមែនហើយចំណុចនេះនឹងអាចថានឹងដាក់ខ្សែគាត់កណ្ដាលថ្មីមួយខ្សែហើយខ្សែក្រវ៉ាត់ថ្មីកណ្ដាលមួយខ្សែនោះអាចជាខ្សែក្រវ៉ាត់ភេសជ្ជៈបើកម្លាំង Dragon បងប្អូនយើងបាទបងប្អូនយើងគ្រប់ត្រូលចង់ឲ្យបាទជំនួបរវាងលនបញ្ញាជាមួយនឹងមូអាឌូរ៉ាម៉ាន់នេះទាំងសងខាងបាទទាំងលនបញ្ញាទាំងមូអាឌូរ៉ាម៉ាន់ហ្នឹងសុទ្ធតែបានដឹងខ្លួនមុនក្នុងរយៈពេលយូរបងប្អូនពីព្រោះថាមូអាឌូរ៉ាម៉ាន់ក៏គាត់ធ្លាប់បានលើកឡើងពីការជួបគ្នារវាងរូបគាត់ជាមួយនឹងលនបញ្ញាដែរបងប្អូននៅក្នុងហេតុកិច្ចសម្ភាសជាមួយនឹងបងអេដមីនកំសងកាលពីថ្ងៃមុនបងប្អូនបាទ Mo, after you fight with Amrin, do you have any schedule for fight in other country? I've not got one confirmed yet, but I'm in talks with a few managers, obviously, to get some good fights on. I was meant to get a fight in China in December 20th. December? December, in 3 weeks. Okay, yeah. But the flights, my visa, I need to get Chinese visa sorted, so I need to get that sorted to confirm that fight. After that, hopefully, the decision is right tomorrow, and I can fight Lorne Pana in the new year. That'll be a good fight for us, and I hope that happens. បាទគាត់ថាគាត់ក៏មាន schedule ដែរតែគាត់មិនទាន់ confirm ទេព្រោះថាដូចជាមានអ្នកចង់តាក់ទងគាត់ប៉ះជាមួយលនបញ្ញានៅ New Year បាទថាចុងឆ្នាំនេះផងបាទអញ្ចឹងជំនួបរវាងលនបញ្ញានិងមូអាឌូរ៉ាម៉ាន់នេះបងប្អូនបាទទាំងសងខាងគឺសុទ្ធតែបានថាត្រៀមខ្លួនក្នុងរយៈពេលយូរហើយក៏ជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់អញ្ចឹងបងប្អូនគិតថាទាំងសងខាងបាទភាគរយខាងណាអាចនឹងមានខ្ពស់ជាងបងប្អូនបាទលនបញ្ញាប្រមាណភាគរយហើយមូអាឌូរ៉ាម៉ាន់ហ្នឹងបងប្អូនគិតថាប្រហែលជាប្រមាណភាគរយដែរបងប្អូនក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់មួយនេះបាទចូលរួមបញ្ចេញមតិម្នាក់មួយមកបងប្អូនហើយការប្រកួតនៅថ្ងៃណាខ្ញុំបាទនឹងអាប់ដេតជូននៅពេលដែលគេចេញជាផ្លូវការបងប្អូនបាទសូមអរគុណ